Okay, ឥឡូវយើងចូលមកដល់ទំព័រទី19គឺ now let's give direction to a place ឥឡូវនេះយើងចាប់ផ្ដើមចង្អុលបង្ហាញពីទីតាំងទៅកាន់កន្លែងណាមួយយើងមានគំរូ conversation នៅត្រង់នេះយើងចាប់ផ្ដើមដោយ excuse me ខ្ញុំសូមអភ័យទោស is the hall museum near here តើសារមន្ទីរឈ្មោះថា hall នឹងនៅជិតទីនេះទេ The Hall Museum សារមន្ទីរ Hall Yes it is បាទគឺវាមិននៅឆ្ងាយទេ Are you walking or driving តើអ្នកដើរឬក៏បើកបរ Walking គឺដើរ Okay Walk 3 blocks to the corner of Fifth and Gary អ្នកត្រូវដើរចម្ងាយ3 block ទៅកាន់កាច់ជ្រុងនៃផ្លូវ Fifth និងផ្លូវ Gary It's right around the corner across from Barrow Park វានៅកាច់ជ្រុងនោះតែម្ដងគឺនៅរំលងផ្លូវគឺវានៅរំលងផ្លូវម្ខាងទៀតនៃឧទ្យានឈ្មោះថា Barrow Great អស្ចារ្យណាស់ឬក៏យើងអាចបកមកយ៉ាងទៅថាល្អណាស់ Thanks a lot អរគុណណាស់ Oh One more question ខ្ញុំមានសំណួរមួយទៀត Is there a bank near here តើមានធនាគារនៅជិតនេះទេ Yes គឺមាន Right across the street គឺនៅឆ្លងទៅផ្លូវម្ខាងទៀតនោះឯង Thanks again សូមអរគុណម្ដងទៀត Or if you don't know ប៉ុន្តែប្រសិនបើអ្នកមិនដឹងទេអ្នកត្រូវនិយាយថា The Hall Museum សារមន្ទីរ Hall Sorry, I am not sure. សូមទោសខ្ញុំអត់ច្បាស់ដែរ That's okay មិនអីទេ Thanks anyway អរគុណហើយនៅក្នុង social language ភាសាដែលយើងប្រើនៅក្នុងសង្គម acknowledge an attempt to help ការទទួលស្គាល់នៅការប៉ុនប៉ងជួយពាក្យថា acknowledge មានន័យថាទទួលស្គាល់ឬក៏ទទួលហើយពាក្យថា attempt នឹងការប៉ុនប៉ងអញ្ចឹងយើងអាចប្រើពាក្យមួយចំនួនដូចជា thanks a lot អរគុណច្រើន thanks so much ក៏បកអញ្ចឹងដែរអរគុណច្រើន thanks a million ខ្មែរយើងតែនិយាយលេងថាអរគុណ million ដងហើយមួយទៀតយើងមានពាក្យថា thanks anyway អរគុណហើយThanks just the same អរគុណហើយដូចតែគ្នាទេឬក៏យើងអាចនិយាយថា no worry អីទេក្នុងករណីដែលគេអត់ដឹងបាទសូមអរគុណ